បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតដើម្បីបង្ហាញដល់បងប្អូនទាំងអស់គ្នាជាអ្នកប្រើប្រាស់នៅម៉ាស៊ីនត្រជាក់ម៉ាក Panasonic ឬក៏បងប្អូនដែលទើបតែនឹងទិញtele នេះយកមកប្រើប្រាស់បាទថ្ងៃនេះខ្ញុំណែនាំអំពី tele ប្រភេទនេះមួយទៀតហើយនឹងនៅមាន tele ជាច្រើនទៀតtele ប្រភេទនេះបងប្អូនទិញមកនៅក្នុងស្រោមកញ្ចប់ថងរបស់វានឹងគឺមិនទាន់មានថ្មនោះទេតើបងប្អូនទិញថ្មដាក់បានបងប្អូនអាចបញ្ជាបានហើយចំពោះ tele នេះវាមិនមានអីភាពសាមញ្ញក្នុងការពិបាកប្រើទេបើសិនជាបងប្អូនមើលមិនយល់បងប្អូនអាចមើលនៅក្នុងវីដេអូនេះបានបងប្អូននឹងចេះប្រើស្ទាត់ជំនាញនៅផ្ទះដោយខ្លួនឯងពេលខ្លះគ្រាន់តែជាប់ tele បងប្អូនហៅជាងទៅធ្វើក៏បងប្អូនអាចអស់ថវិកាបន្តិចបន្តួច$5 $10ទៅតាមនឹងទៅជាដំបូងគឺបងប្អូនទិញថ្ម2កូនមកដោយថ្ម tele ជាទូទៅដែរបាទហើយបងប្អូនឃើញប៊ូតុងរបស់វានេះមានប៊ូតុងលឿងប៊ូតុងបៃតងពណ៌សនិងពណ៌ទឹកប៊ិចហើយ tele ប្រភេទនេះគេភាគច្រើនបងប្អូនទិញម៉ាស៊ីនត្រជាក់ម៉ាក Panasonic ជប៉ុនមកគឺគេដាក់ tele ប្រភេទនេះឲ្យបងប្អូនវាមានតម្លៃសមរម្យធូរថ្លៃសមរម្យសម្រាប់បងប្អូនហើយវាបានប្រើប្រាស់បានក៏ប៉ុន្តែបញ្ជាក់ tele ប្រភេទនេះបងប្អូនមិនអាចយកទៅឆែកកូដបាននោះទេបាទtele នេះយើងមានកន្លែងលឿងសម្រាប់បិទបើកហើយកន្លែងដែលខ្ញុំកំពុងចុចនេះគឺជាកន្លែងសេរីសីតុណ្ហភាពឡើងចុះបាទហើយវាមានកលៈមានអក្សរមានលេខនៅលើហ្នឹងហើយកន្លែងដៃខ្ញុំនេះគឺជាកន្លែងសេរីស្លាបកង្ហាលឆ្វេងស្ដាំឬក៏ឡើងលើចុះក្រោមបាទសញ្ញាឡើងលើចុះក្រោមហ្នឹងគឺកន្លែងសេរីឡើងលើចុះក្រោមខាងក្រោមឆ្វេងស្ដាំនេះគឺជាកន្លែងសេរីវ៉ូលីមឆ្វេងស្ដាំបាទអញ្ចឹងនៅពេលដែលបងប្អូនសេរីវាឡើងលើចុះក្រោមទៅគឺវាមានធ្លាក់តាមនឹងមានសញ្ញាឲ្យយើងមើលតាមនឹងបើសិនជាបងប្អូនចុចរហូតដល់អូតូគឺវាសេរីអូតូយើងតែម្ដងហើយនេះសេរីឆ្វេងស្ដាំបាទសេរីទៅស្ដាំទៅឆ្វេងស្លាបរារបស់វាហ្នឹងបងប្អូនអាចសេរីបានបើសិនជាម៉ាស៊ីនអត់មានមុខងារសេរីឆ្វេងស្ដាំទេបងប្អូនសេរីក៏វាមិនចេញដែរហើយនេះtele នេះគឺយើងកន្លែងនេះគឺ fan speed នេះគឺជាកម្លាំងហាត់បងប្អូនចុចកន្លែងនេះវានឹងលោតមានមួយកាំបាទចុចមកប៉ឹកទៅវាលោតកង្ហាលមួយកាំដូចជាកង្ហាលរបស់យើងអញ្ចឹងណាលេខ1លេខ2លេខ3អញ្ចឹងហើយយើងចុចមួយទៀតមកគឺវាចេញ2កាំបាទចុចទៀតមកចេញ3កាំបាទកន្លែងនេះជាកន្លែងសញ្ញាឲ្យយើងចងចាំស្រួលកំណត់ដែលវាដាក់ fan speed មានទាំងអក្សរនៅខាងលើអេក្រង់និងអក្សរនៅកន្លែងប៊ូតុងចុចផងដែរបាទហើយចំពោះtele នេះម៉ូដរបស់វានេះយើងកំពុងតែប្រើប្រាស់នៅក្នុងម៉ូដខូលមានអុចខ្មៅមួយហ្នឹងចុចមកក្រោមទៀតម៉ូដ dry បាទម៉ូដ dry ហ្នឹងបងប្អូនជាប់អាហ្នឹងគឺអត់ត្រជាក់ទេតើតែបងប្អូនចុចកន្លែងអក្សរម៉ូដក្រោមពណ៌បៃតងហ្នឹងចុចរហូតតើតែដល់ខូលឬក៏អូតូខាងលើវិញបានវាដំណើរការត្រជាក់តែចំពោះម៉ាស៊ីនត្រជាក់ជប៉ុនបើមិនជាបងប្អូនដាក់អូតូពេលដែលសីតុណ្ហភាពវាគ្រប់ទីហោបងប្អូនដាក់20សីតុណ្ហភាពវាគ្រប់វានឹងវិលតិចឬក៏មិនវិលតែម្ដងតលតែវាបាត់ជាតិត្រជាក់ខ្លាំងมันវាចាប់ដើមវិលមកសារថ្មីទៀតអញ្ចឹងណាអញ្ចឹងជាទូទៅម៉ាស៊ីនត្រជាក់ Panasonic ជប៉ុនបងប្អូនភាគច្រើនគឺដាក់ប្រើម៉ូដខូលបាទយើងចុចកន្លែងម៉ូដនឹងទៀតមកដល់ខូលមកហើយសេរីសីតុណ្ហភាពទៅបងប្អូនអាចប្រើប្រាស់វាត្រជាក់បានហើយអញ្ចឹងវាអត់មានអីសាំញ៉ាំច្រើនទេចំពោះ tele មួយនេះហើយចំពោះផ្នែកខាងក្រោមនេះបងប្អូនចង់ប្រើទៀតខ្ញុំបញ្ជាក់នៅក្នុងវីដេអូក្រោយតែគ្រាន់តែជាទូទៅគេមិនទៅភ្ជាប់ជាមួយនឹងម៉ោងបិទបើកអីរញ៉ៃទេហើយមិនបានខ្ញុំថា tele នេះมันអាចឆែកកូនបានខ្ញុំនឹងឆែកបងប្អូនមើលបាទត tele ក្រុមហ៊ុនมันងាយស្រួលក្នុងការឆែកកូដបានបាទ tele ប្រភេទនេះខ្ញុំយកមកឆែកអត់ដែរបានទេបើសិនជាបងប្អូនឆែកបានសូមបងប្អូនជួយ comment ប្រាប់ខ្ញុំផងយើងចុចសេរីក៏រត់បានទេយើងចង់ដឹងថាម៉ាស៊ីនត្រជាក់យើងខូចអីគេវាលោតភ្លើងពណ៌ក្រហមលោតថាមើលអីវិញហ្នឹងគឺយើងចុចកន្លែងថា check ហ្នឹងគឺវាអត់ចេញទេតតែ tele ប្រភេទផ្សេងទៀតនៅវីដេអូក្រោយខ្ញុំនឹងបញ្ជាក់ជូនបងប្អូនអរគុណ